20 ឆ្នាំមុនដំណើរមួយបានចាប់ផ្ដើមដោយជំនឿដ៏សាមញ្ញមួយថាកុមារនិងយុវជនគ្រប់រូបសមនឹងទទួលបានឱកាសការរៀនសូត្រការលូតលាស់ការកសាងអនាគតដ៏ល្អប្រសើរចាប់តាំងពីឆ្នាំ 2005 ពុទ្ធិកុមារបានរួមដំណើរជាមួយនឹងសហគមន៍ដើម្បីបង្កើតការផ្លាស់ប្ដូរមួយដ៏មានន័យនិងមាននិរន្តរភាពអស់រយៈពេល20ឆ្នាំកន្លងមកពុទ្ធិកុមារបានបន្តដំណើរពីការនាំយកសៀវភៅនិងបណ្ណាល័យទៅកាន់កុមារនៅតាមសហគមន៍បង្កើតវប្បធម៌នៃការអានពង្រឹងសាលារៀនអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនចូលរួមជាមួយនឹងឪពុកម្ដាយសហគមន៍ដើម្បីឲ្យកុមារគ្រប់រូបមានឱកាសរៀនសូត្រប្រកបដោយគុណភាពនៅពេលកុមារធំឡើងយើងបានបន្តគាំទ្រពួកគេតាមរយៈអាហារូបករណ៍មជ្ឈមណ្ឌលយុវជនឆ្នើមការបណ្ដុះបណ្ដាលភាសាអង់គ្លេសកុំព្យូទ័រជំនាញជីវិតភាពជាអ្នកដឹកនាំនិងការត្រៀមខ្លួនសម្រាប់ការងារដើម្បីឲ្យក្តីសុបិនក្លាយជាការពិតទន្ទឹមនឹងនេះពុទ្ធិកុមារបានរួមចំណែកពង្រឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការអភិវឌ្ឍកសិកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយការលើកកម្ពស់អាហារូបត្ថម្ភនិងការកសាងសហគមន៍ដែលមានភាពធន់សូម្បីតែក្នុងកំឡុងពេលជំងឺ COVID-19 នៅពេលសាលារៀនត្រូវបិទពុទ្ធិកុមារនៅតែស្វែងរកដំណោះស្រាយថ្មីៗដើម្បីនាំការរៀនសូត្រទៅដល់កុមារតាមរយៈបណ្ណាល័យឆ្លាតវៃនិងការរៀនបែប Digital ថ្ងៃនេះយើងនឹងបន្តបេសកកម្មទៅកាន់អនាគតតាមរយៈការវិនិយោគទៅលើការអប់រំយុវជនភាពជាដៃគូនិងឱកាសថ្មីៗព្រោះយើងជឿជាក់ថាការវិនិយោគទៅលើកុមារនិងយុវជននៅថ្ងៃនេះគឺជាការកសាងអនាគតដ៏ល្អប្រសើរសម្រាប់កម្ពុជា Hello, I am Lim Supir, the Executive Director of Puthikuma Organization. 20 years ago, we made a promise to Cambodia children. A promise that every child deserves a future. That every young person deserves a chance. That every community deserves to thrive. We have kept that promise, not through word, but through action. We have held the hands of children who never thought they would reach. I have seen shy teenagers become fearless leaders. I have seen village transform because they believe in their own purpose. This is not my achievement, this is ours. To every staff member, every volunteer, every donor, and every family who trusted us, thank you. And to every young child, young person we serve, you are why we exist. Cambodia future is not a building, it's not a project, it's a child's dream waiting to be nurtured. Today, we celebrate 20 years of impact. Tomorrow, we build 20 more. Happy anniversary, Puthikuma Organization. Let's keep going. រយៈពេល20ឆ្នាំជាមួយនឹងអង្គការខ្ញុំបានបម្រើការមុខជាមុខនីតិផ្សេងគ្នាចាប់តាំងពីហិរញ្ញវត្ថុគឺជាមនុស្សបច្ចុប្បន្ននាពេលបច្ចុប្បន្នការចូលរួមជាមួយនឹងអង្គការពុទ្ធិកុមារបានបង្ហាញឲ្យយើងឃើញថាការលះបង់របស់ក្រុមការងារនឹងបានទទួលផលជាវិជ្ជមានទៅដល់សហគមន៍ទៅដល់កុមារនិងយុវជនខ្ញុំពិតជាសូមអរគុណដល់ក្រុមការងារដៃគូនិងម្ចាស់ជំនួយដែលបានធ្វើឲ្យពុទ្ធិកុមារឈានរហូតមកដល់សប្តាហ៍ថ្ងៃនេះដើម្បីបំពេញបេសកកម្មរបស់ខ្លួនហើយយើងនឹងបដិញ្ញាចិត្តនឹងបន្តធ្វើការងារឲ្យបានផលជាវិជ្ជមានទៅនាពេលថ្ងៃអនាគតជាចុងក្រោយសូមអបអរសាទរគោល20ឆ្នាំនៃអង្គការពុទ្ធិកុមារសូមជូនពរឲ្យអង្គការពុទ្ធិកុមារបន្តនៅសកម្មភាពនិងផលជះវិជ្ជមានដល់កុមារយុវជននិងសហគមន៍នាពេលអនាគតក្នុងរយៈពេល10ឆ្នាំជាមួយនឹងអង្គការពុទ្ធិកុមារខ្ញុំពិតមានមោទនភាពដែលបានខ្លាយជាចំណែកមួយក្នុងអង្គភាពនេះក្នុងការចូលរួមចំណែកក្នុងការផ្លាស់ប្ដូរកុមារយុវជននិងសហគមន៍ដើម្បីទទួលបានផលវិជ្ជមានខ្ញុំពិតជាសប្បាយចិត្តនិងថ្លែងអំណរគុណដល់ក្រុមការងារអង្គការដៃគូព្រមទាំងម្ចាស់មូលនិធិដែលបានដល់នៅការគាំទ្រដើម្បីឲ្យអង្គការយើងក្នុងដំណើរការអភិវឌ្ឍសកម្មភាពបន្ត
សូមអបអរសាទរខួប20ឆ្នាំនៃអង្គការប្រតិកុមារក្នុងការបង្កើតឡើងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍បន្តទៅមុខទៀត នាងខ្ញុំឈ្មោះថានចនាជាអតីតសិស្សគម្រោងអាហារូបករណ៍របស់អង្គការប្រតិកុមារអង្គការប្រតិកុមារបានផ្ដល់នៅថវិកាការបណ្ដុះបណ្ដាលឱកាសការងារដែលជួយនាងខ្ញុំឲ្យអភិវឌ្ឍខ្លួនរហូតដល់មានថ្ងៃនេះក្នុងឱកាសខួប20ឆ្នាំនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការនិងសូមឲ្យអង្គការបន្តបេសកកម្មដ៏មានតម្លៃនេះដើម្បីជួយដល់កុមារនិងយុវជនជាច្រើនទៀត បាទឈ្មោះ Nohon ជាអតីតយុវជននៃគម្រោងអង្គការប្រតិកុមារអរគុណចំពោះការបណ្ដុះបណ្ដាលនិងឱកាសដ៏មានតម្លៃដែលបានឲ្យខ្ញុំបានអភិវឌ្ឍចំណេះដឹងជំនាញនិងសមត្ថភាពធ្វើការក៏ដូចជាមានទំនុកចិត្តលើខ្លួនឯងហើយនឹងទទួលបានការងារបច្ចុប្បន្នក្នុងឱកាសខួបគម្រប់20ឆ្នាំរបស់អង្គការប្រតិកុមារខ្ញុំសូមអរគុណសូមជូនពរឲ្យអង្គការកុមារកាន់តែរីកចម្រើន ជំរាបសួរនាងខ្ញុំឈ្មោះច័ន្ទដាណេដែលជាអតីតយុវជននៅក្នុងគម្រោងមជ្ឈមណ្ឌលយុវជនឆ្នាំរបស់អង្គការប្រតិកុមារតាមរយៈការបណ្ដុះបណ្ដាលខ្ញុំទទួលបានឱកាសនៅក្នុងការអភិវឌ្ឍសមត្ថភាពនិងត្រៀមខ្លួនសម្រាប់អាជីពការងារសូមចូលរួមអបអរសាទរការគម្រប់ខួបរយៈពេល20ឆ្នាំរបស់អង្គការប្រតិកុមារដែលតែងតែបន្តបេសកកម្មជួយយុវជនកុមារនិងសហគមន៍មកដល់ពេលនេះ ជំរាបសួរគ្នាខ្ញុំឈ្មោះពិចិត្រថាវតីខ្ញុំជាអតីតកុមារនៅគម្រោងបណ្ណាល័យឆ្លាតនិងជាអតីតយុវជននៅគម្រោងយុវជនឆ្នាំផងដែរហើយនៅខ្ញុំបានទទួលឱកាសជំនាញនិងចំណេះដឹងជាច្រើនអំពីអង្គការតាំងពីគម្រោងដែលខ្ញុំរៀនតាំងពីតូចម្យ៉ាងពីទៀតនាងខ្ញុំក៏បានទទួលឱកាសការងារបច្ចុប្បន្ននៅក្នុងអង្គការប្រតិកុមារនិងគម្រោងយុវជនឆ្នាំផងដែរហើយអង្គការនិងគម្រោងយុវជនឆ្នាំបានផ្ដល់ឱកាសជំនាញចំណេះដឹងឲ្យខ្ញុំជាច្រើនដើម្បីអភិវឌ្ឍខ្លួនមកដល់ពេលបច្ចុប្បន្ននេះ សូមគោរពជម្រាបសួរខ្ញុំបាទឈ្មោះឆៃស៊ីណាជាអតីតយុវជននៅក្នុងគម្រោងយុវជនឆ្នាំរបស់អង្គការប្រតិកុមារកម្មវិធីគម្រោងរបស់អង្គការបានជួយអភិវឌ្ឍលក្ខខណ្ឌសមត្ថភាពជំនាញភាពជាអ្នកដឹកនាំនិងធ្វើឲ្យខ្ញុំកាន់តែមានទំនុកចិត្តជាមូលដ្ឋានគ្រឹះនៅក្នុងការសិក្សានិងអាជីពការងារសប្តាហ៍របស់ខ្ញុំបាទផ្ទាល់នៅក្នុងឱកាសខួប20ឆ្នាំនេះសូមគោរពថ្លែងអំណរគុណទៅដល់អង្គការនិងសូមគោរពជូនពរដល់អង្គការឲ្យមានការកាន់តែល្អនិងរីកចម្រើនតទៅមុខទៀត សូមឲ្យអង្គការបន្តជួយទៅដល់កុមារនិងយុវជនកម្ពុជាជាច្រើនជំនាន់តទៅទៀតសូមអរគុណ អបអរសាទរខួប20ឆ្នាំរបស់អង្គការប្រតិកុមារ 20ឆ្នាំនៃការរីកចម្រើន20ឆ្នាំនៃការរួមចំណែកសូមជូនពរឲ្យអង្គការប្រតិកុមារបន្តទៅមុខនិងជោគជ័យចំណេញ អបអរសាទរខួប20ឆ្នាំរបស់អង្គការប្រតិកុមារ អបអរសាទរខួប20ឆ្នាំរបស់អង្គការប្រតិកុមារខ្ញុំពិតជាមានមោទនភាពណាស់ដែលបានក្លាយជាផ្នែកមួយនៃគ្រួសារអង្គការប្រតិកុមាររីករាយខួប20ឆ្នាំរបស់អង្គការប្រតិកុមាររួមគ្នាបន្តបេសកកម្មបង្កើតភាពវិជ្ជមាននិងឈ្មោះទៅកាន់ភាពជោគជ័យក្នុងឆ្នាំខាងមុខ